បាទសូមគោរពនឹងជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាបាទនេះថ្ងៃនេះមានជង្គង់ខ្លាធំខ្លះជាជូនពុកម៉ែបងប្អូនទស្សនាបាទនេះខ្លាធំនេះស្រូបប្រាក់ហើយថាស្អាតណាស់បាទស្ត្រាប្រភេទខ្លាដំបងហើយចង្គង់ខ្លាទាំងនេះគឺថាប្រវែងប្រហែលជាង1 តឹកបាទនេះឡើងពណ៌ស្អាតបាទនេះចង្គង់ប្រភេទចង្គង់កែវចង្គង់ប្រហោងបាទឡើងពណ៌ស្អាតនេះក៏ចង្គង់ខ្លាដែរបាទនេះចង្គង់បុរាណចាស់ស្អាតនេះចំណែកខាងនេះពិសេសណាស់បាទខាងចំមានដូចថាដុសនឹងពួនបាទនេះក៏ចង្គង់ខ្លាធំហើយទាំងអស់នេះសុទ្ធតែចង្គង់ពីបុរាណសោយពីសម័យមុនទាំងអស់ហ្នឹងបាទនេះចំណែកនេះក៏ជាចង្គង់ខ្លាដែរនេះរួមដូចថាចង្គង់ខ្លាគឺថាមានច្រើនប្រភេទណាបាទយើងមិនអាចស្គាល់អស់បានសាច់ចាស់ស្អាតនេះស្រូបផ្លាក់ទីនហើយណាកប់ស្រីតែម្ដងហើយបាទវីដេអូទាំងអស់នេះបាទខ្ញុំចែកជូនពុកម៉ែបងប្អូនទស្សនាទេបាទព្រោះចង្គង់ខ្លាទាំងអស់នេះមិនមែនជារបស់ខ្ញុំទេបាទជារបស់បងប្អូនជនជាតិនៅព្រៃភ្នំជាដើមអញ្ចឹងចំណែកចង្គង់នេះគោមខ្លាដែរតែចង្គង់មិនលើទេជាចង្គង់ខាងក្រោមបាទប្រភេទចង្គង់ខ្លាប្រហោងគោមខាងក្រោមស្អាតណាស់បាទចំណែកមួយឈុតនេះគឺចង្គង់ខ្លាតខិនយើងបាទមួយឈុតតែម្ដងបាទមួយគូខាងលើមួយគូខាងក្រោមហើយប្រភេទចង្គង់ខ្លាតខិននិងខ្លាអំបងខុសគ្នាណាបាទគោមខ្លាធំដូចថាមានខាងកណ្ដាលឬជាហាងធំហាងក្អៀងបន្តិចចំណែកចង្គង់ខ្លាខិនគឺថារៀងដូចជាស្គមខ្ពស់បន្តិចហើយChannelខ្ញុំបាទជាChannelចែករំលែកចំណេះដឹងខ្លះដែលខ្ញុំមិនដឹងទេបាទសូមអរគុណបងប្អូនទាំងអស់គ្នាបាទសូមជម្រាបលា